រឿងថ្មីក៏ជារឿងមួយដែលគេនៅតែបន្តធ្វើមកលើប្រទេសកម្ពុជានៅថ្ងៃទី30កញ្ញាឆ្នាំ2025គឺនៅថ្ងៃនេះព្រឹកនេះតែម្ដងទ័ពសៀមមួយចំនួនបានធ្វើការចូលមកវាស់វែងនៅក្នុងតំបន់ភូមិជ័យដែលជាតំបន់មិនទាន់ដាច់ស្រេចទេបើសិនមកយើងមើលគឺនៅក្នុងទឹកដីរបស់ប្រទេសកម្ពុជាជាដីរបស់ប្រទេសកម្ពុជាប៉ុន្តែមានទាហានសៀមមួយក្រុមបានចូលមកវាស់វែងធ្វើដូចដីវាអញ្ចឹងបើយោងទៅតាមសារព័ត៌មានពេលនេះគឺត្រូវបានបណ្ដេញទៅវិញហើយណាវាចូលមកវាស់ធ្វើដូចដីវាធ្វើដូចដីម៉ែវានឹងទិញទុកពីកាលណាអញ្ចឹងហើយនៅពេលដែលខាងយោធារបស់ប្រទេសកម្ពុជាឃើញអញ្ចឹងក៏ចូលទៅរារាំងខាត់អញ្ចឹងពួកវាក៏បានត្រឡប់ទៅវិញអញ្ចឹងវាដឹងថាមិនមែនដីវាទេអញ្ចឹងបានវាត្រឡប់ទៅវិញប៉ុន្តែអ្វីដែលវាធ្វើគឺលក្ខណៈថាបើសិនជាវាចូលមកវាស់ហើយយើងមិនទៅរារាំងមិនទៅដេញទៅវិញវាក៏វាស់បានសម្រេចអញ្ចឹងទៅអាហ្នឹងគឺជារឿងវាមួយថ្ងៃគឺវាអត់នៅតែទេវារវល់រហូតហ្មងគឺដើររោតែរុករៀនចាក់ចុចគោះវែងវាសយកតែខ្លួនវាអត់ខ្វល់អីទេណាគឺមួយថ្ងៃវាអត់តនេទេវាគិតតែពីរឿងលួចហ្នឹងមកអាហ្នឹងគឺពួកសៀមយ៉ាប់អញ្ចឹងបើថាកាលណាដែលប្រទេសយើងហើយនិយាយប្រទេសមិនបាច់និយាយធំប៉ុណ្ណឹងទេកាលណាដែលដីយើងប្រទេសរបស់យើងដែលមានព្រំប្រទល់ជាប់ជាមួយនឹងប្រភេទមនុស្សដែលពិបាកមនុស្សយ៉ាប់មនុស្សចេះតែចង់បានលួចរបស់គេគឺវាយ៉ាប់អញ្ចឹងគឺវាអត់តនេទេយើងនៅអត់សោកទេវាចេះតែលូកចូលវាចេះតែរុករៀនចូលជារាល់តែថ្ងៃហ្នឹងហើយបញ្ហាវាប្រកាសជាកើតមានហើយបើសិនជាមួយខាងទៀតនៅតែចេះឆ្លៀនពៀនអញ្ចឹងបញ្ហាវាអត់ទៅណាទេវាកើតរាល់ថ្ងៃណាមួយកំហឹងទាំងអស់ហ្នឹងវាប្រមូលផ្ដុំទៅវានឹងផ្ទុះបង្កើតជាបញ្ហាធំអានេះគឺជារឿងដែលថ្មីមួយទៀតហើយបន្ទាប់ពីរឿងដទៃទៀតដែលវាបានធ្វើអញ្ចឹងជាលទ្ធផលយើងទទួលបាននៅពេលនេះគឺតាមសារព័ត៌មានគឺបានបញ្ជាក់ហើយថានៅពេលដែលខាងតបសៀមនឹងវាចូលមកធ្វើការវាស់វែងធ្វើដីវាអញ្ចឹងខាងយោធារបស់យើងអត់មានប្រដាប់អាវុធទេបានចូលទៅរារាំងអញ្ចឹងហើយបានដេញពួកវាទៅវិញពួកវានៅពេលដែលខាងយើងដេញរារាំងអញ្ចឹងវាក៏អត់ថយដែរវាជិះតិចតួចវាក៏ដើរទៅវិញអញ្ចឹងទៅអានឹងគឺជារឿងមួយបង្ហាញពីពួកវានឹងវាធ្វើវានិយាយទៅគឺវាធ្វើតែមិនឲ្យតែមានរឿងនិយាយទៅគឺទៅពិបាកមែនអញ្ចឹងនេះគឺជាព័ត៌មានដែលខ្ញុំចង់លើកមកជម្រាបជូនពុកម៉ែបងប្អូននៅថ្ងៃទី30ខែកញ្ញាឆ្នាំ2025ហើយជាពេលដែលខ្ញុំនិយាយតែម្ដងហើយបើគិតពីការបង្ហោះផ្សាយគឺត្រឹមតែ1នាទីមុនតែប៉ុណ្ណោះអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំសូមលើកមកនិយាយតែប៉ុណ្្នឹងទេហើយនៅល្ងាចបន្តិចខ្ញុំនឹងមានវីដេអូមួយទៀតដើម្បីលើកមកបង្ហោះជូនពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលមានអ្វីចង់បន្ថែមសូមខមមិននៅខាងក្រោមជួបគ្នានៅក្នុងវីដេអូក្រោយ